រឿងប្រាសាទនាងខ្មៅបើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវដល់ទៅឃុំរវៀងស្រុកសំរោងយើងនឹងឃើញវត្ថុបុរាណមួយហៅថាវត្តប្រាសាទនាងខ្មៅតាំងនៅខាងកើតជាប់នឹងថ្នល់ជាតិពីក្រុងភ្នំពេញទៅបានជាហៅថាវត្តប្រាសាទនាងខ្មៅព្រោះនៅក្នុងវត្តនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅនៅខាងលិចវិហារចំខ្លោងទ្វារវត្តខាងទិសបស្ចិមប្រាសាទទាំងពីរនោះធ្វើពីថ្មផងឥដ្ឋផងទំហំ4ម៉ែត្រ4ជ្រុងកម្ពស់10ម៉ែត្រកម្ពស់ស្រួចដូចចេតិយខ្ពស់ត្រដែតរឿងព្រេងដែលតាក់ទងដោយដើមកំណើតនៃប្រាសាទនាងខ្មៅនោះមានសេចក្តីដំណើរថាក្នុងអតីតកាលកន្លងយូរណាស់ទៅហើយមានស្ដេចមួយព្រះអង្គទ្រង់មានព្រះនាមថាសុរិយាទេវវង្សគង់នៅភ្នំជីសូរជាស្ដេចមានមហិទ្ធិឫទ្ធិមានបុណ្យច្រើនណាស់ទ្រង់បានសាងប្រាសាទ5និងទ្រង់ឲ្យជីកស្រះ4នៅលើភ្នំនោះគ្រប់ជ្រុងប្រាសាទទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមថានាងខ្មៅភ្នំជីសូរអំពីកំពូលចុះមកដល់ដីកម្រាលជើងភ្នំខាងក្រោមប្រហែល700ម៉ែត្រមានទន្លេ4គឺទន្លេអុំ1ទន្លេស្ងួត1ទន្លេស្ដុក1ទន្លេប្រទុន1ទន្លេទាំង4នោះជាកន្លែងសម្រាប់ក្រសាររបស់ស្ដេចអង្គនោះលុះព្រះរាជបុត្រីមានវ័យវឌ្ឍនាការចម្រើនឡើងមានព្រះជន្ម16ព្រះវស្សាព្រះនាងមានរូបឆោមល្អណាស់ល្អដាច់ស្រីក្នុងព្រះរាជនគរថ្ងៃមួយព្រះនាងនឹកចង់ទៅលេងទន្លេប្រទុនទ្រង់បានចូលទៅថ្វាយបង្គំលាព្រះវរបិតាសុំទៅលេងទន្លេនោះព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាតហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំហែហមព្រះរាជដំណើររបស់ព្រះនាងទៅក្រសានៅក្នុងវេលាថ្ងៃរសៀលគ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិតស្រីទើបនឹងសឹកពីសាមណេរថ្មីមានរូបឆោមល្អណាស់ស្អាតបាតជាងបរិសុទ្ធឯទៀតចេះមន្តអាគមវិជ្ជាការបណ្ឌិតនោះទីលំនៅភូមិខាងលិចជើងភ្នំជីសូរចុះទៅទន្លេប្រទ្រុនថ្ងៃនេះបណ្ឌិតស្រីមានសេចក្តីអបសុបណាស់ចេញទៅលេងចិត្តផ្លូវនោះបានឃើញព្រះនាងខ្មៅចុះពីលើភ្នំជាមួយនឹងស្រីបរិវារមានសេចក្តីប្រតិព័ទ្ធជាប់ចិត្តនឹងព្រះនាងក្រៃពេកបណ្ឌិតនោះពិចារណាថាថ្ងៃនេះជាថ្ងៃមានលាភធំណាស់ដោយបានជួបប្រទះនឹងស្រីគ្រប់លក្ខតែអាត្មាអញជាកូនរាស្ត្រសាមញ្ញជាអ្នកកំសត់ធ្វើម្ដេចនឹងបាននាងខ្មៅនោះណោនាងនេះមិនមែនជាស្រីសាមញ្ញទេគឺជាបុត្រីរបស់ស្ដេចហើយអាត្មាអញនេះទៀតនឹងនាងពុំស័ក្តិសមនឹងគ្នាសោះបើដូច្នេះអញត្រូវធ្វើយ៉ាងណាបណ្ឌិតស្រីនេះចេះតែស្រឡាញ់ខ្លាំងឡើងគិតថានឹងចូលទៅដណ្ដឹងតាមច្បាប់ក៏ពុំសមនឹងប្រព្រឹត្តខុសក៏មុខជាស្ដេចយកទៅដាក់ទោសសម្លាប់លុះសេចក្តីស្រឡាញ់កាន់តែធ្វើឡើងក៏ស៊ូបដូរស្លាប់ថាទុកជាស្ដេចយកទោសយ៉ាងណាក៏ដោយក៏សុខចិត្តតែស្លាប់ទើបបាននឹកដល់មន្តវិជ្ជាការដែលចេះទាំងប៉ុន្មានក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជ្ជាការនោះហើយឡើងទៅលើដើមឈើផ្លុំស្លឹកបន្លឺឡើងឯសូរសំឡេងស្លឹកដែលបណ្ឌិតផ្លុំនោះទៅចុចចំបេះដូងព្រះនាងនោះព្រះនាងក៏ភាំងស្មារតីលុះផ្ងាឡើងគិតថាអាត្មាអញជាកូនស្ដេចធ្លាប់ស្ដាប់ភ្លេងដូរតន្ត្រីសពថ្ងៃតែពុំឮភ្លេងអ្វីធ្វើឲ្យចិត្តអញនេះជាប់យ៉ាងនេះទេដោយសំឡេងស្លឹកនេះសោះព្រះនាងសម្លឹងគិតយូរទៅសំឡេងរត់តែពីរស់ឡើងព្រះនាងអត់ទ្រាំពំបានក៏លាន់ព្រះអូថាយីអើយសំឡេងនេះជាសំឡេងប្លែកណាស់គួរតែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់តើអ្នកនោះដូចម្ដេចបានជាចេះផ្លុំពីរស់អ្វីម្លេះទេព្រះនាងក៏ចូលទៅរកមើលឲ្យឃើញដោយព្រះអង្គឯងលុះព្រះនាងបានទៅជួបឃើញឆោមបណ្ឌិតនោះក៏រឹតតែមានសេចក្តីប្រតិព័ទ្ធខ្លាំងឡើងហើយបានសាកសួរសន្ទនាគ្នាទៅវិញទៅមកតាមប្រពៃណីរបស់បុរសនិងស្ត្រីដែលស្រឡាញ់គ្នាអ្នកទាំងពីររូបបាននិយាយគ្នាថាថ្ងៃក្រោយយើងនឹងមកជួបគ្នាទៀតហើយលាបែកគ្នារៀងខ្លួនទៅចំណែកឯព្រះនាងច
ចាប់តាំងពីបែកបណ្ឌិតនោះទៅមានទឹកប្រភេទផ្លែខុសប្រក្រតីចេះតែក្រៀមក្រំទៅលេងសើរស់រាយរកពួកបរិវារក៏មានការសង្ស័យទៅព្រះនាងថ្ងៃក្រោយមកព្រះនាងចូលទៅលាព្រះរាជាម្ដងទៀតព្រះរាជាអនុញ្ញាតឲ្យព្រះនាងទៅទ្រង់ចាត់ឲ្យមនុស្សហែហោមជូនដំណើរព្រះនាងដោយសពមុនលុះទៅដល់កន្លែងនោះព្រះនាងក៏និយាយប្រាប់បរិវារថាអ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំសិនខ្ញុំមានកិច្ចឯនោះបន្តិចនិយាយប្រាប់ហើយព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួបលុះបានជួបគ្នាហើយអ្នកទាំងពីររូបក៏សម្រេចសេចក្តីប្រាថ្នារបស់ខ្លួនពួកបរិវារសង្ស័យទៅលុបមើលឃើញកិរិយាមិនល្អមានសេចក្តីផិតភ័យខ្លាចក្រែងស្ដេចយកទោសដល់ជីវិតក៏ជំនុំពិគ្រោះគ្នាថាយើងគួរតែក្រាបទូលស្ដេចកុំខានលុះត្រឡប់ទៅវិញពួកបរិវារក៏ចូលទៅគាល់សពគ្រប់តាមដំណើរស្ដេចពេលនោះទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ឲ្យហៅពួកពេជ្ឈឃាតមកប្រាប់ថាត្រូវយកកូនអញនេះទៅសម្លាប់ចោលឲ្យឆាប់ព្រះមហេសីជាព្រះមេដាក្រាបទូលសុំទោសព្រះស្វាមីថាសូមព្រះករុណាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានទោសដល់កូនរបស់យើងតែមួយបើទុកជានាងមានទោសខុសយ៉ាងណាសូមព្រះអង្គកុំសម្លាប់គ្រាន់តែបំបបង់ចេញអំពីទីនេះចុះសូមទ្រង់អនុញ្ញាតឲ្យទានស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្តីសុំរបស់ព្រះនាងជាព្រះមេដាទើបទ្រង់ត្រាស់បង្គាប់ទៅហៅសេនាបតីឲ្យធ្វើប្រាសាទ2ចម្ងាយអំពីព្រះដំណាក់ទៅ3យោជន៍ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជារួចហើយស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យនាំព្រះនាងខ្មៅទៅនៅទីនោះប្រាសាទនោះនៅខាងលិចភ្នំជីសូរតាំងពីថ្ងៃនោះមកព្រះនាងកាត់ទុកជាទម្ងន់ណាមួយព្រះបិតាបបបងចោលឲ្យនៅតែម្នាក់ឯងណាមួយទៀតបែកពីសង្សារលែងបានជួបមុខគ្នាដោយមិនជ្រាបថានៅទីណាគ្រានោះមានភិក្ខុមួយរូបព្រះនាមថាកែវលោកនិមន្តចេញពីស្រុកលោកទៅរៀនមន្តវិជ្ជាការនៅឯស្រុកក្រៅលោករៀនបានពូកែណាស់លោកត្រឡប់មកស្រុកវិញគង់នៅទីនោះក្នុងខេត្តតាកែវទីនោះអត់ទឹកអ្នកស្រុកនាំគ្នាជីកស្រះមួយប្រកិនលោកដោយស្រះនោះជារបស់លោកគ្រូកែវទើបមានឈ្មោះថាស្រះកែវនេះមានឈ្មោះរហូតដល់សព្វថ្ងៃលោកគ្រូអង្គនេះគង់នៅយូរបន្តិចទៅមានកិត្តិស័ព្ទទូទៅគ្រប់ភូមិគ្រប់ស្រុកគ្រប់ភូមិព្រះនាងបានឮដំណឹងថាលោកគ្រូនោះទើបនិមន្តមកពីស្រុកក្រៅចេះមន្តវិជ្ជាការល្បីល្បាញដូច្នេះមានព្រះបំណងចង់ទៅជួបលោកដើម្បីចង់ដឹងអំពីសេចក្តីទុក្ខរបស់ព្រះនាងថាតើថ្ងៃណានឹងបានស្រាក់ស្រានសះស្បើយព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីនាងដំរីដើម្បីទៅថ្វាយបង្គំលោកគ្រូកែវលុះធ្វើដំណើរទៅដល់ទីកន្លែងលោកគ្រូនោះហើយព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀមទម្លាប់ទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសពគ្រប់ក៏បែកចិត្តចេញពីសង្សារចាស់មកជាប់នឹងលោកគ្រូកែវនោះវិញពីព្រោះលោកអង្គនោះមានរូបរាងស្អាតជាងបណ្ឌិតស្រីនោះទៀតពេញលក្ខណៈជាប្រុសគួរទាក់ទាញគួរឲ្យស្រឡាញ់ព្រះនាងដំណើរពីសេចក្តីទុក្ខរបស់ព្រះនាងទូលទៅលោកគ្រូសពគ្រប់ហើយក៏សម្ដែងអាការៈស្និទ្ធស្នាលហាក់ដូចជាទុកចិត្តគ្នាយូរមកហើយអាការៈដែលព្រះនាងពណ៌នារៀងរាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវស្គាល់បានថាព្រះនាងជាប់ជំពាក់នឹងលោកគ្រូកែវអត់ទ្រាំពំបានក៏មានចិត្តទោទន់ទៅរកព្រះនាងហើយមានព្រះសង្ឃដីកាទន់ភ្លន់ទៅរកកាលបើព្រះនាងបានឮសង្ឃដីកាលោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នេះក៏សង្ឃឹមថាតទៅមុខទៀតអញនឹងមានអាងលេងកាតុកតាំងពីថ្ងៃនេះតទៅទៀតហើយចាប់តាំងពីថ្ងៃនោះមកព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរាចំណែកឯលោកគ្រូកែវវិញលោកខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះណាស់តែលោកដកចិត្តពុំរួចពេលក្រោយមកព្រះនាងត្រឡប់ទៅថ្វាយបង្គំសូមឲ្យលោកគ្រូស្រោចទឹកដើម្បីឲ្យមានសេរីពេលស្រោចទឹកនោះព្រះនាងក៏រត់តែសម្ដែងអាការៈទ
តាក់ទាញទៅរកលោកគ្រូកែវខ្លាំងឡើងហើយព្រះនាងទូលថាសូមឲ្យលោកម្ចាស់គង់នៅសុខសប្បាយចុះកាលបើលើពាក្យនោះលោកគ្រូកែវក៏ក្រៀមក្រំស្រពោនមុខកាតុកដោយសម្ដីព្រះនាងអាការៈរបស់លោកជាអាការៈប្រាប់ឲ្យនាងជ្រាបច្បាស់ថាលោកកើតទុក្ខព្រោះតែនាងព្រះនាងក៏រត់តែមានសេចក្តីស្រឡាញ់ខ្លាំងឡើងដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញកាតុកផ្ទុំពំលក់សោយក្រយ៉ាសោយពំបានអត់ទ្រាំពំបានក៏បំរើឲ្យរៀបចំប្រទីនាងដំរីទៅនិមន្តលោកមកឯព្រះដំណាក់នាងវិញឯលោកគ្រូកែវកាលបើបានឃើញអ្នកបំរើទៅនិមន្តក៏សប្បាយប្រតិណាស់បានរៀបចំដំណើរនិមន្តមកជាប្រញាប់ព្រះនាងក៏ទំនុកបំរុងបណិតភោជនសុទ្ធតែរបស់ប្លែកលុះលោកនិមន្តទៅដល់ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គលោកគ្រូកែវឆាន់ពុំបានអាការៈលោកឆាន់មិនបាននោះជាអាការៈប្រាប់ព្រះនាងឲ្យរឹតតែច្បាស់ព្រះនាងក៏កើតទុកខ្លាំងឡើងអត់ទ្រាំគេខ្មាស់ពុំបានក៏ចូលទៅទូលលោកថាសូមលោកម្ចាស់សឹកចាក់សិក្ខាបទមកចុះហើយព្រះនាងប្រគេនសម្ពុតសម្លៀកបំពាក់ទាំងប្រដាប់ប្រដាសពគ្រប់លោកក៏ទទួលព្រមតាមសម្ដីព្រះនាងនិមន្តហើយក៏សឹកលាចាក់សិក្ខាបទជាខរិយវាសនៅរួមសុខជាមួយនឹងព្រះនាងខ្មៅនៅក្នុងប្រាសាទនោះទៅដោយមានសេចក្តីដំណើរនេះហើយបានជាប្រាសាទនោះគេហៅថាប្រាសាទនាងខ្មៅតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះឯងចំណេការមកខាងក្រោយមានពុទ្ធបរិស័ទជ្រះថ្លាស្ថាបនាវត្តនៅទីនោះឡើងវត្តនោះក៏មានឈ្មោះថាវត្តប្រាសាទនាងខ្មៅជាប់រហូតមកដល់សព្វថ្ងៃនេះឯងរឿងប្រាសាទនាងខ្មៅចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងវិហារអធរៈនៅប្រទេសកម្ពុជាទាំងមូលពុទ្ធសាសនិកជនជាតិខ្មែរតែងធ្វើវត្តធ្វើវិហារបែរមុខឆ្ពោះទៅទិសខាងកើតតាមទំនៀមទម្លាប់ដែលគេនិយមប្រកាន់ទុកតាំងពីបុរាណកាលមកប៉ុន្តែយើងឃើញមានវិហារមួយបែរមុខឆ្ពោះទៅខាងជើងដែលនោះគឺជាវិហារអធរៈនៅលើកំពូលភ្នំព្រះរាជទ្រព្យនៅស្រុកពញាលឺខេត្តកណ្ដាលការប្លែកនោះហើយដែលគួរឲ្យចង់ដឹងណាស់រឿងវិហារនោះមានសេចក្តីដំណើរដូចតទៅនេះកាលនៅគ្រិស្តសតវត្សទី13គឺចុងសម័យអង្គរព្រះរាជាប្រទេសចិនបានចាត់បេសកជនជាច្រើនក្រុមឲ្យដើរមកមើលដើរស៊ើបសួរនៅក្នុងប្រទេសនានាដើម្បីឲ្យដឹងថាតើប្រទេសណាមានអរិយធម៌ដូចម្តេចខ្លះបើប្រទេសណាមានអរិយធម៌រុងរឿងត្រូវកត់ត្រាយកទៅផ្សាយនៅក្នុងប្រទេសចិនហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្តបើប្រទេសណាមានអរិយធម៌អាប់អោនប្រទេសចិននឹងជួយទំនប់បំរុងឬមួយនឹងយកធ្វើជាប្រទេសចំណុះកាលនោះក្រុមបេសកជនចិនចូលមកមើលស៊ើបសួរនៅក្នុងប្រទេសខ្មែរចប់សពគ្រប់ហើយក៏ត្រឡប់ទៅទូលព្រះរាជាវិញថាប្រទេសខ្មែរថ្គុំថ្កើងរុងរឿងតែអាប់អោនជាងការមុនបន្តិចហើយអ្នកស្រុកនៅដើរជើងទទេបរិភោគអាហារផ្ទាល់នឹងដៃក្បាលទទេពុំសូវមានប្រើប្រាស់អ្វីឲ្យងាយស្រួលនោះទេប៉ុន្តែមិនយូរប៉ុន្មានប្រទេសនេះមកជាជួបប្រទះនៅសេចក្តីថ្គុំថ្កើងរុងរឿងអស្ចារ្យឡើងវិញលើដើមដោយបេសកជនទាំងនោះបានមកឃើញទីមួយដែលតាមក្បួនចិនសែថាទីនោះនឹងឲ្យផលល្អផ្សេងដល់ប្រទេសឯទីនោះឯងគឺភ្នំព្រះរាជទ្រព្យនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលសពថ្ងៃនេះពួកបេសកជនចិនបានមើលឃើញភ្នំនោះមានរាងដូចជាសត្វមកគឺខ្លួនមកនៅត្រង់ប្រចិតដីត្រៃត្រឹងក្បាលនិងពុកមាត់មកនៅត្រង់ប្រចិតដីទន្ទឹមកន្ទុយមកនៅត្រង់ព្រះពុទ្ធរូបចូលនិព្វានមិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះថែមទាំងមានរូបមួយជ្រៅស្រឡងនៅក្រោមនោះផងពួកចិនយល់ថាមិនយូរប៉ុន្មានទេ
សត្វមកនឹងរកចេញតាមរូងនេះហើយក្បួនចិនសែបើប្រទេសឯណាឬទីឯណាមានសត្វមកផុសឡើងប្រទេសនោះនឹងមានរដ្ឋអំណាចថ្កុំថ្កើងរុងរឿងពុំមានប្រទេសឯណាអាចស៊ូបានឡើយដូច្នេះហើយដើម្បីសេចក្តីសុខដល់ប្រទេសជននៅអនាគតមន្ត្រីចិនទាំងឡាយទួសូមស្ដេចក្រុងចិនថាត្រូវលើកទ័ពទៅវាយយកប្រទេសខ្មែរធ្វើជាស្រុកចំណោះឲ្យហើយស្ដេចក្រុងចិនទ្រង់ព្រះតម្រិះថាធ្វើយ៉ាងនេះដូចជារំលោភទៅលើប្រទេសនេះជ្រុលពេកម្យ៉ាងទៀតប្រទេសខ្មែរនៅខ្លាំងពូកែថ្គុំថ្កើងនៅឡើយពុំអាចនឹងវាយបានដូចនេះនោះទេទោះបីជាប្រទេសខ្មែរច្បាំងចាញ់ប្រទេសចិនក៏មុខជាលំបាកដោយអស់ពេលយោធាជាច្រើននិងមានទុក្ខវេទនាដល់បណ្ដាជនមិនខានឡើយហេតុនេះហើយដើម្បីនឹងទប់ទល់កុំមកនេះនឹងងើបរួចនៅទីនោះបានពួកចិនចង់សន្ធប់រូងភ្នំនោះឲ្យចិត្តដោយប្រការណាមួយហើយគិតថាបើយកដុំថ្មមកសន្ធប់រូងនោះខ្លាចក្រែងថ្ងៃក្រោយខ្មែរយកគំនិតនឹងកោះចេញវិញបានដូច្នេះគួរធ្វើអ្វីដែលជាទីគោរពរបស់ខ្មែរទើបចិនយល់ថាប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមុំណាស់នៅទីណាមានព្រះពុទ្ធរូបមានព្រះវិហារខ្មែរពុំហ៊ានរំលៀងរំលើងទីនោះឡើយដោយហេតុនេះហើយបានជាស្ដេចក្រុងចិនឲ្យមន្ត្រីមកសុំធ្វើជាព្រះវិហារនៅលើកំពូលភ្នំព្រះរាជទ្រព្យការបើបានអនុញ្ញាតហើយលើកដំបូងពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេតាមរចនាបថខ្មែររួចហើយទើបធ្វើវិហារក្រោបព្រះពុទ្ធរូបនោះតាមទំនៀមទម្លាប់ខ្មែរព្រមទាំងតាមក្បួនហោរាសាស្ត្រចិនផងព្រោះហេតុនេះបានជាវិហារនេះបែរមុខឆ្ពោះទៅខាងជើងគឺឆ្ពោះទៅរកប្រទេសចិនឯឈ្មោះវិហារនោះពុំដឹងជាពួកចិនគេហៅថាម្ដេចទេតែពួកជនជាតិខ្មែរដោយឃើញក្នុងវិហារនោះមានព្រះពុទ្ធរូបមាវិជ័យមួយព្រះអង្គអស្ចារ្យកម្ពស់13ហត្ថក៏ហៅថាវិហារអធរៈប្រែថាវិហារព្រះ18ហត្ថតមកស្ដេចក្រុងចិនឲ្យមន្ត្រីចិននាំប្រស្នា3ខមកថ្វាយព្រះរាជាខ្មែរដោយដោះស្រាយបើព្រះរាជាខ្មែរដោះស្រាយប្រស្នាទាំង3ខនេះពុំបាននោះប្រទេសខ្មែរត្រូវជាចំណោះប្រទេសចិនត្រូវយកសួងសាអាករទៅថ្វាយស្ដេចក្រុងចិនរាល់ឆ្នាំឯប្រស្នាស្ដេចក្រុងចិនទាំង3ខនោះមានសេចក្តីដូចតទៅនេះមុនដំបូងមន្ត្រីចិនម្នាក់ដែលជាអ្នកនាំប្រស្នាពីស្ដេចក្រុងចិនមកថ្វាយព្រះរាជាខ្មែរដោះស្រាយនោះក្របឈរឡើងចំពោះព្រះភ័ក្ត្រព្រះរាជានិងចំពោះមុខមន្ត្រីខ្មែរទាំងឡាយហើយធ្វើអាការៈដូចតទៅនេះប្រស្នាទី1មន្ត្រីចិនចំកោងខ្នងលាដៃទាំងពីររបៀបដូចជាអោបរបស់អ្វីយ៉ាងធំប្រស្នាទី2នោះមន្ត្រីចិនក្តាប់ដៃលើកឡើងកម្ពស់មុខប្រស្នាទី3មួយទៀតមន្ត្រីចិនបោះដៃទៅមុខលាមរៀមដៃទាំង5ក្រញែងឡើងហើយថ្វាយការបរិច្ឆេទចំពោះព្រះរាជាខ្មែរថា7ថ្ងៃនឹងត្រឡប់មកគួរសូមព្រះរាជទានសេចក្តីដោះស្រាយព្រះរាជាខ្មែរព្រួយប្រតិណាហើយក៏ទ្រង់ត្រាស់បង្គាប់ឲ្យអស់និមឺនមុខមន្ត្រីខំត្រាស់រិះរាប់ប្រស្នាទាំងនេះក្នុងចំណោមមន្ត្រីទ្រង់ទាំងប៉ុន្មានពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានោះបានឡើយទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យប៉ាគង់រកអ្នកមានប្រាជ្ញាណាដែលអាចដោះស្រាយនៅប្រស្នានេះបាននៅក្នុងសម័យនោះមានគង្វាលគោម្នាក់បានឃើញគេប្រឹក្សាគ្នាជុំក៏ចូលទៅឈរស្ដាប់ហើយឆ្លើយថាប្រស្នាទាំង3ខនេះងាយដោះស្រាយសោះគឺថាប្រស្នាទី1នោះដែលធ្វើដៃទាំងពីរវងចូលគ្នាប្រែថាអង្គរត្រីប្រស្នាទី2ដែលក្តោបដៃម្ខាងលើកទៅនោះប្រែថាស្នងតែមួយប្រស្នាទី3នោះដែលលាមរៀមដៃបោះត្រង់ទៅមុខនោះប្រែថារកបានត្រី5អ្នកដែលបានស្ដាប់ឮទាំងប៉ុន្មាននាំគ្នាពិចារណាហើយសួរទៅបរិះនោះថានិយាយលេងឬដូចម្ដេចបរិះនោះឆ្លើយប្រាប់គេវិញថាប្រស្នាទាំង3ខនេះឯងប្រកាសជាប្រែដូច្នេះហើយអ្នកទាំងនោះបាននាំពាក្យនោះទៅប្រាប់មន្ត្រីដែលប៉ាគង់មន្ត្រីក៏នាំបរិះគង្វាលគោនោះទៅថ្វាយព្រះមហាក្សត្រការព្រះរាជាទ្រង់មានព្រះរាជអង្គការ
សួរបរោះនោះអំពីសេចក្តីដោះស្រាយប្រស្នាទាំង3ខបរោះនោះក៏ក្រាបទូលដោយស្ងាត់ថាប្រស្នាទី1ប្រែថាមានផែនដីមួយគឺប្រទេសខ្មែរយើងប្រស្នាទី2ប្រែថាមានស្ដេចមួយអង្គសោយរាជសម្បត្តិនៅលើផែនដីនេះប្រស្នាទី3មានសេនាបតី5នាក់ធ្វើការលើសុកទុករាជរងពីព្រះរាជាមកដល់ថ្ងៃដែលបានកំណត់មន្ត្រីចិនចូលទៅគាល់ព្រះរាជាខ្មែរទួសុំសេចក្តីដោះស្រាយព្រះរាជាខ្មែរមានព្រះរាជអង្គការមកដោះស្រាយប្រស្នានៅវេលានោះគង់វាកោក្រាបបង្គំព្រះរាជារួចហើយក៏ដោះស្រាយប្រស្នាទាំង3ខនោះចំពោះមុខមន្ត្រីខ្មែរចិនថាប្រស្នាទី1គឺចក្រវាឡមួយបានដល់ចក្រវាឡដែលយើងនៅសប្តាហ៍ថ្ងៃនេះឯងប្រស្នាទី2គឺចក្រវាឡនេះមានភ្នំព្រះសុមេរុមួយធំក្រៃលែងប្រស្នាទី3គឺក្នុងចក្រវាឡនេះមានព្រះពុទ្ធត្រាស់5ព្រះអង្គមន្ត្រីចិនព្រមទទួលថាសេចក្តីដោះស្រាយប្រស្នាទាំង3ខនេះត្រូវហើយរួចទៅក្រាបបង្គំលាព្រះរាជាខ្មែរទទួលស្ដេចខ្លួនវិញព្រះរាជាក្រុងចិនក៏សូមចងមិត្តមេត្រីនឹងប្រទេសកម្ពុជាតាំងពីសម័យដរាបមកពុំមានរករឿងហេតុអ្វីម្ដងណាសោះឡើយឯបរោះកងវាកូព្រះរាជាប្រទេសខ្មែរទ្រង់ប្រោះព្រះរាជទានសម្បត្តិទ្រព្យជាច្រើនហើយតាំងគោលងារថាធនជ័យបណ្ឌិតតមកជាយូរអង្វែងវិហារអធិរៈក៏បាក់បែកខ្ទេចខ្ទីអស់ទៅសល់តែសីមានិងពុទ្ធរូបលុះមកដល់សម័យលង្វែកទើបព្រះច័ន្ទរាជាព្រះមហាក្សត្រទ្រង់ធរទ្រង់ត្រាស់បង្គាប់ឲ្យសាងវិហារនោះសារជាថ្មីចំណែកព្រះពុទ្ធរូបនៅដូចដើមពុំមានការកែប្រែឡើយគ្រាន់តែជួសជុលបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀតព្រះករុណាព្រះបាទនរោត្តមព្រះអង្គចំណាយព្រះរាជទ្រព្យនិងប្រាក់ឃោសនាពីនគរស្ថាបនាជាថ្មីម្ដងទៀតដែលមានសម្ដេចព្រះមហាសង្ឃរាជទៀងកាន់កាប់ការផ្ទាល់ព្រះអង្គវិហារថ្មីនេះហើយបានធ្វើបុណ្យបញ្ចុះសីមានៅគ្រិស្តសករាជ1911ក្នុងរជ្ជកាលព្រះបាទសម្ដេចស៊ីសុវត្ថិរឿងវិហារអធិរៈចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងអុកញ៉ាយមរាជនិងអុកញ៉ាពលទេពកាលពីព្រេងនាយមាននិមឺន2នាក់ម្នាក់ជាទីអុកញ៉ាយមរាជម្នាក់ទៀតជាអុកញ៉ាពលទេពឯអុកញ៉ាពលទេពជាមនុស្សមានលៀបបុណ្យស័ក្តិចង់បានទីយមរាជគិតស្វែងរកទោសដាក់និងក្រាបទូលស្ដេចទម្លាក់ចាកទីយមរាជអាត្មាឯងនឹងបានស្ដីទីយមរាជនេះតទៅអុកញ៉ាពលទេពស្វែងរកទោសលោកអុកញ៉ាយមរាជនោះជាយូរខែមកថ្ងៃមួយមានអ្នកទោសម្នាក់ជាប់ទោសធ្ងន់ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិតឯអ្នកទោសនោះដឹងថាថ្ងៃព្រឹកនេះស្នែងគេនឹងនាំអាត្មាទៅសម្លាប់ជាប្រាកដក៏តាំងសោកសៅវិយោគស្ដាយជីវិតមហិមាយំពណ៌នាថាអោជីវិតខ្ញុំអើយព្រឹកនេះហើយនឹងបងចាក់ប្រាណត្រង់ក្តីស្លាប់មួយនេះនរណាឡើយនឹងវៀងបងបានតែកើតឡើងហើយរមែងតែស្លាប់ជាធម្មតាតែថាត្រង់ជីវិតមួយនេះទោះបងបាត់ទឹកក្តីក៏មិនសូវជាសោកស្ដាយប៉ុន្មានមកស្ដាយតែវិជាមួយដែលខ្លួនបានចេះហើយពុំទាន់បានបង្ហាត់បង្រៀននរណាម្នាក់មួយឡើយបើព្រឹកនេះខ្លួនស្លាប់ហើយវិជានេះយល់នឹងជាសូន្យសោះអស់មាននរណាមួយក្នុងលោកនេះអាចចេះតទៅទៀតបានឡើយកាលនោះមានឆ្មាំងពន្ធនាគារម្នាក់បានឮចៅនោះពណ៌នាសោកស្ដាយវិជាដូច្នេះក៏ចូលទៅសាកសួរថាចៅឯងព្រឹកនេះដល់ទីស្លាប់ប្រកាសហើយចៅយំរៀបរាប់ថាត្រង់ជីវិតរូបរាងកាយមិនសូវជាស្ដាយប៉ុន្មានទេមកស្ដាយវិជាដែលចេះមកតើវិជានោះជាវិជាអ្វីទៅចៅចេះវិជាអ្វីចូលប្រាប់មកមើលអ្នកទោសនោះក៏ប្រាប់ថាខ្ញុំបាទចេះវិជាស្ដាប់ភាសាសត្វវិជានេះវិសេសរបស់ខ្ញុំបាទណាស់ក្នុងលោកនេះគ្មាននរណាចេះសោះតែបើខ្ញុំដល់ទីស្លាប់ហើយវិជានេះសូន្យតែម្ដង
ព្រោះពុំមាននរណាបានមករៀនតទៅទៀតឡើយនាយឆ្មាំងពន្ធនាគារឮដូច្នេះក៏នាំសេចក្តីនោះទៅជម្រាបលោកអុកញ៉ាយមរាជសពប្រការលោកអុកញ៉ាយមរាជនឹកក្នុងចិត្តថាវិជានេះវិសេសក្រៃពេកគួររៀនយកទើបនាំនាយឆ្មាំងពន្ធនាគារទៅដល់អ្នកទោសចាក់ទីឃុំឃាំងហើយសួរបញ្ជាក់ថាពិតឬពុំពិតអ្នកទោសក៏ជម្រាបថានេះពិតប្រាកដមែនអុកញ៉ាយមរាជថាបើយើងសុំរៀនពីចៅឯងតើបានឬទេហើយវិជានេះមានតម្លៃប៉ុន្មានដែរអ្នកទោសនោះថាខ្ញុំបាទជូនព្រះតេជគុណសូមព្រះតេជគុណរៀនតទៅចុះតែអត់អំពីខ្ញុំព្រះបាទនេះហើយវិជានេះនឹងសូន្យជាប្រកបតែការរៀននោះតោងទៅតាំងពិធីរៀននៅក្នុងព្រះវិហារចំពោះព្រះភក្ត្របដិមាករជាប្រធានឯគ្រឿងតម្កល់គ្រូនោះមិនមានអ្វីច្រើននោះទេត្រូវការតែទៀន5ធូប5លេខ5ការ5ប៉ុណ្ណោះឯងអញ្ជើញព្រះតេជគុណរៀបរៀនឲ្យឆាប់ចុះតែព្រឹកស្អែកនេះខ្ញុំព្រះបាទលាព្រះតេជគុណទៅស្រុកខ្មោចហើយលោកអុកញ៉ាយមរាជធ្វើតាមទើបឲ្យនាងឆ្មាំងពន្ធនាគារនាំខ្លួនអ្នកទោសនោះទៅវត្តក៏នាំចូលទៅក្នុងព្រះវិហារឲ្យបិទទ្វារវិហារចិត្តទាំងអស់ពុំឲ្យមនុស្សណាមួយឮឡើយអុកញ៉ាយមរាជក៏តាំងរៀបធុកទៀនលេខផ្កានៅចំពោះមុខព្រះភ័ក្ត្រព្រះហើយថាពិធីរៀននោះតើដូចម្ដេចខ្លះចូលចៅបង្កប់ទៅមើលយើងនឹងធ្វើតាមអ្នកទោសបង្គាប់ឲ្យអុជធុកទៀនហើយឲ្យលោកយមរាជនិងខ្លួនវាក្រាបថ្វាយបង្គំព្រះសូមនមស្ការពុទ្ធគុណធម្មគុណសង្ឃគុណចប់ចុះហើយអ្នកទោសប្រណម្យដៃពោបង្អោបឡើងថាអោព្រះដ៏មានបុណ្យព្រះគុណដោយមហាករុណាតែងប្រោះមេត្តាសត្វដែលកើតមានក្តីវិបត្តិចូលមកពឹងពោធិសម្ភារជួយដោះទុក្ខសត្វឲ្យមានសេចក្តីសុខសាន្តទាំងក្នុងលោកនេះនិងបរលោកព្រះពុទ្ធជាម្ចាស់អើយខ្ញុំព្រះករុណានេះត្រូវទោសធំណាស់ព្រឹកស្អែកនេះហើយលោកអុកញ៉ាយមរាជនឹងឲ្យនាំទៅប្រហារជីវិតខ្ញុំព្រះករុណាមានក្តីឥតភ័យខ្លាចក្តីស្លាប់នោះជាទីបំផុតស្ដាយជីវិតក្រៃពេកណាស់សូមព្រះអង្គទ្រង់ប្រោះបិណ្ឌបាតជីវិតខ្ញុំព្រះករុណាអំពីលោកអុកញ៉ាយមរាជនេះឲ្យលោកប្រោះលែងខ្ញុំឲ្យរួចចាកក្តីស្លាប់ក្នុងគ្រាម្ដងនេះហើយអ្នកទោសវាទៅក្រាបទាបព្រះបាទជើងលោកយមរាជហើយដង្ហៅថាអោព្រះតេជគុណអើយសូមប្រោះអត់ទោសខ្ញុំព្រះបាទនេះហេតុដែលខ្ញុំព្រះបាទសោកពោលថាស្ដាយជីវិតចេះភាសាសត្វនោះខ្ញុំមិនចេះវិជានោះទេគឺខ្ញុំសោកស្ដាយជីវិតពិតគិតបញ្ឆោតឲ្យព្រះតេជគុណអញ្ជើញមកកាន់ព្រះវិហារនេះឯងដើម្បីឲ្យព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺព្រះពុទ្ធរូបនេះទ្រង់បិណ្ឌបាតជីវិតខ្ញុំព្រះបាទអំពីព្រះតេជគុណឲ្យព្រះតេជគុណប្រោះថ្វាយជីវិតខ្ញុំព្រះបាទដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅឥឡូវព្រះអង្គទ្រង់បិណ្ឌបាតហើយព្រះគុណអើយការបូជាដោយគ្រឿងអមិសទានឯទៀតនោះមានផល្លាអានិសង្សពុំស្មើនឹងការបូជាជីវិតខ្ញុំព្រះបាទដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយផលនេះហើយជាផលយ៉ាងធំបំផុតព្រះតេជគុណនឹងប្រាថ្នាសាងជាពុទ្ធភូមិឬអរហន្តក៏អាចសម្រេចដោយក្តីប្រាថ្នាទៅអនាគតកាលលោកអុកញ៉ាយមរាជលុះឮពាក្យអ្នកទោសពោលដឹងហើយដូច្នេះក៏ដូចជាគេខ្ទាស់ណែនអរ៉ានឹកឃើញថាចាញ់កយឧបាយអ្នកទោសជាប្រកបទើបនិយាយទៅកាន់នាយឆ្មាំងពន្ធនាគារថាយើងចាញ់កលអ្នកទោសនេះហើយឥឡូវវាពោពាក្យសូមជីវិតវានិងព្រះពុទ្ធថាឲ្យទ្រង់បិណ្ឌបាតទោសវាឯងជាម្ដងកាលនេះតែយើងមិនលែងវាក៏ដូចជាយើងមិនយល់ដល់ព្រះពុទ្ធជាម្ចាស់ហាក់ដូចជាយើងឥតសទ្ធាក្នុងព្រះពុទ្ធសាសនាបើដូច្នេះនាយឆ្មាំងឯងនិងខ្ញុំយើងពីរនាក់ចូលសទ្ធាលើកជីវិតវាថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះហើយយើងទាំងពីរនាក់ទទួលកែខៃជាក្រោយគឺយើងបិទបាំងឲ្យចិត្តកុំឲ្យខ្ចាត់ខ្ចាយឬដល់ត្រជាអ្នកដតីឯទៀតឡើយឯនាយឆ្មាំងក៏ព្រមតាមទើបលោកយមរាជឲ្យនាយឆ្មាំងស្រែកចំណងហើយថាយើងលែងចៅឯងហើយចូលចៅរត់ទៅនៅទីណាមួយ
ដែលជាទីរក្សាជីវិតឯងចុះហើយគុំនិយាយប្រាប់គេថាយើងដោះលែងចៅឯងចូលថាកាត់ច្រវាក់រត់ចាក់គុកទៅចុះតទៅមុខទៀតចៅគុំប្រព្រឹត្តការលាមកយ៉ាងនេះទៀតឡើយឯអ្នកទោសក៏ក្រាបថ្វាយបង្គំព្រះហើយក្រាបលាលោកយមរាជនិងនាយឆ្មាំហើយក៏រត់ចេញទៅក្រៅស្រុកលាក់ខ្លួនពុំឲ្យពួករាជការដឹងឮឡើយឯអង្គញាយមរាជក៏នាំនាយឆ្មាំទៅថ្វាយបង្គំលាព្រះពុទ្ធរូបហើយវិលទៅកាន់លំនៅជាសុខសប្បាយកុំចែកតែសັບប្រាប់គេថាអ្នកទោសនោះកាត់ច្រវាក់រត់ចាក់ចេញគុកទៅបាត់ហើយលុះកន្លងទៅយូររឿងនោះពុំស្ងាត់បាត់ទៅឡើយជាហេតុដឹងឮដល់អង្គញាពោធិទេពលោកអង្គញាពោធិទេពមានចិត្តត្រេកអរដោយសមតាមគំនិតដែលគិតរកឱកាសនឹងក្រាបទូលព្រះរាជាឲ្យដកងារអង្គញាយមរាជនេះអាត្មានឹងគង់នៅបានទីនោះសម័យថ្ងៃមួយជាពេលវេលាព្រឹកព្រះរាជាស្ដេចចេញអង្គាសផាត់ដាក់បាតព្រះសង្ឃស្ដេចកំពុងទុកបាតមានសត្វវងក្អែកទាំងឡាយហើរមកស្រែកកញ្ជ្រោលកងរំពងទាំងផ្ទៃវាំងក្អែកពួកខ្លះហើរស្រែកយំទុំតាមដើមឈើទុំតាមដំបូលប្រាសាទដំបូលដំណាក់ទីតីឯព្រះបរមចក្រីលុះស្ដេចទុកបាតស្រេចហើយទ្រង់ត្រាស់ថាអាសត្វក្អែកអស់នេះមានហេតុអ្វីបានជាថ្ងៃនេះវានាំគ្នាមកស្រែកកឹងកងកោឡាហលយ៉ាងនេះធ្វើម្ដេចនឹងបានដឹងភាសាវាឯអង្គញាពោធិទេពអង្គុយគល់នៅទីនោះលុះបានឮព្រះបន្ទូលដូច្នេះហើយបានឱកាសទៅក្រាបទូលឡើងថាសូមទ្រង់ព្រះមេត្តាប្រោសមនុស្សយើងទាំងឡាយក្នុងព្រះនគរនេះពុំមាននរណាម្នាក់មួយឡើយចេះភាសាសត្វឮថាលោកអង្គញាយមរាជគេចេះភាសាសត្វគេបានរៀនតអំពីសំណាក់អ្នកទោសដល់ទីប្រហារជីវិតម្នាក់ហើយបានលែងអ្នកទោសជាគ្រូគេនោះសូមទ្រង់ព្រះមេត្តាប្រោសឲ្យហៅមកសួរគង់ទ្រង់ជ្រាបព្រះរាជាទ្រង់ព្រះសន្តាប់ដូច្នេះហើយក៏ប្រើរាជបម្រើម្នាក់ឲ្យទៅហៅលោកអង្គញាយមរាជមកចូលគល់លោកអង្គញាយមរាជឮថាទ្រង់មានព្រះរាជអង្គការឲ្យហៅទៅគល់ដូច្នេះក៏នឹកពិផលក្នុងចិត្តថាទ្រង់ឲ្យរកខ្លួនចូលនៅទីនេះមុខជាមានការប្លែកប្រកបទៅសួរទៅកាន់រាជបម្រើនោះថាណែនិមឺនណាគាត់នៅក្នុងទីនោះខ្លះរាជបម្រើជំរាបថាលោកអង្គញាពោធិទេពគាត់នៅទីនោះអង្គញាយមរាជឮដូច្នេះក៏ដឹងខ្លួនថាអាពោធិទេពវាគង់ក្រាបទូលពោលទោសអញជាប្រកបគិតហើយអង្គញាយមរាជរៀបអាត្មាមមីទៅជាមួយនឹងរាជបម្រើនោះលុះដល់ហើយក៏ចូលថាអ្នកឯងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់ហើយអ្នកឯងបានលេងអ្នកទោសនោះចេញចាក់ទៅគុកឥឡូវវងសត្វក្អែកទាំងឡាយវាមកស្រែកកញ្ជ្រោលកងរំពងជាកោឡាហលយល់ថានឹងមានហេតុអ្វីមួយពុំខានបើដូច្នេះអ្នកឯងចេះភាសាសត្វចូលស្ដាប់វានិយាយគ្នាទៅមើលអង្គញាយមរាជក៏ទទួលព្រះរាជអង្គការទូអនុលោមតាមថាខ្លួនបានរៀនចេះនឹងភាសាសត្វពិតប្រាកដមែនលុះឮព្រះរាជអង្គការប្រើឲ្យស្ដាប់សត្វក្អែកដូច្នេះក៏ធ្វើជាបែបផ្ទៀងត្រចៀកស្ដាប់សត្វក្អែកម្ខាងហើយបែរទៅស្ដាប់សត្វក្អែកម្ខាងទៀតឮសពសត្វក្អែកបន្តិចក៏ក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសវងក្អែកដែលទុំលើដើមឈើនេះជាវងក្អែកស្រុកក្រៅឯវងក្អែកដែលទុំនៅលើដំបូលមហាប្រាសាទនោះជាវងក្អែកនៅក្នុងទីនេះព្រះរាជាឮដូច្នេះក៏ទ្រង់ត្រាស់សួរទៅវិញថាចុះក្អែកស្រុកក្រៅវាមកយំកងតើវាយំដូចម្ដេចខ្លះក្អែកក្នុងក្រុងតើវាកញ្ជ្រោលថាដូចម្ដេចខ្លះអ្នកអង្គញាក្រាបទូលថាក្អែកស្រុកក្រៅមានក្តីក្តៅក្រហាយដោយអ្នកស្រុកក្រៅពុំបានធ្វើបុណ្យឲ្យទានដូចអំពីឆ្នាំមុនគឺឆ្នាំមុនប្រជានរាស្ត្រសម្បូរស្រូវអង្ករគេនាំគ្នាធ្វើបុណ្យនិមន្តលោកសង្ឃឆាន់តាមភូមិលំនៅឯចំណីអាហារដែលសេសសល់នោះគេបោះឲ្យទានក្អែកឬសត្វឯទៀតផងបណ្ដាសត្វទាំងឡាយមានក្អែកជាដើមសឹងបានបរិភោគចំណីដែលសេសសល់នៅទីនោះសេចក្តីសុខសប្បាយក៏មានគ្រប់តំបន់ឥឡូវឆ្នាំនេះលោកអង្គញាពោធិទេពជាអង្គញាក្សត្រច
ចាត់មេកងអញ្ញាវងចេញទៅកត់ស្រូវមិនត្រូវតាមប្រពៃណីគឺយកពន្ធរាជលើសប្រមាណរាជគ្នាមានស្រូវតែត្រឹម 4-5 ថ្នាំងក៏កត់គ្នាឲ្យជាប់ពន្ធដែរអុកញ៉ាពលទេពឲ្យកត់ដល់ស្រូវពូជស្រូវដំណើបស្រូវចំការប្រាំងយកជាពន្ធទាំងអស់មួយទៀតស្រូវគ្នាមានត្រឹមតែ50 60ក៏ទាយកបង្កើតដាក់ថា90ឬ100រាជគ្នាតវ៉ាក៏មិនបានយកបន្សាក់សង្កត់សង្កិនតាមអំពើចិត្តផ្សេងពួកប្រជានរាស្ត្រកើតក្តីក្រលំបាកបានក្តីក្តៅក្រហាយតែរាល់គ្នាបានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យទានដូចឆ្នាំមុនបានពួកឯងទាំងឡាយពុំបានទទួលទានបាយសម្លដែលសេះសល់អំពីការធ្វើបុណ្យទាននោះឯងទើបវានាំគ្នាមកក្នុងក្រុងនាំសេចក្តីក្តៅក្រហាយឡើងក្រាបបង្គំទូលព្រះករុណាជាម្ចាស់តីក្រោមទ្រង់ជ្រាបការអុកញ៉ាពលទេពប្រព្រឹត្តខុសព្រះរាជបញ្ញត្តិមានសភាពយ៉ាងនេះសូមព្រះអង្គទូលីព្រះបាទទ្រង់ជ្រាបព្រះបរមរាជាទ្រង់បានព្រះសន្តាប់ពីអុកញ៉ាយមរាជដូច្នេះក៏ត្រូវព្រះតីទើបទ្រង់ខ្ញាល់នឹងអុកញ៉ាពលទេពថាកងកាចឆោបោកគ្រាធ្វើឲ្យប្រជានរាស្ត្រក្តៅក្រហាយទាំងព្រះរាជអាណាខេត្តស្ដេចទ្រង់ឲ្យដកងារអុកញ៉ាពលទេពចេញចាកមុខងារជាមន្ត្រីប្រោះប្រទានអុកញ៉ាយមរាជឲ្យឡើងជាសម្ដេចចៅហ្វាយអគ្គមហាសេនាបតីស្ដីទីរាជការជាអធិបតីក្រសួងនានាតទៅរឿងអុកញ៉ាយមរាជនិងអុកញ៉ាពលទេពចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងសត្វឥន្ទ្រីរបស់ព្រះឥសូរមានសត្វឥន្ទ្រីមួយជាទីគប់ព្រះតីនៃព្រះឥសូរបើសត្វឥន្ទ្រីនេះវាចង់បានអ្វីក្តីឬចង់ស៊ីសាច់សត្វណាក្តីវាទូលព្រះឥសូរថាវាយកសបិនត្រូវស៊ីសាច់សត្វនោះព្រះឥសូរក៏ចេះតែជឿតាមហៅសត្វមកឲ្យស៊ីតែរឿយសត្វទាំងឡាយមានគោក្របីជាដើមកើតក្តៅក្រហាយនឹងសត្វឥន្ទ្រីនេះមហិមាតែពុំហ៊ានថាអ្វីឡើយព្រោះខ្លាចអំណាចព្រះឥសូរជាម្ចាស់លើសត្វលោកនោះថ្ងៃមួយសត្វឥន្ទ្រីនេះវាចង់ស៊ីសាច់ស្ដេចដំរីទៅវាទូលព្រះឥសូរថាវាយកសបិនត្រូវស៊ីសាច់ដំរីសព្រះឥសូរក៏ជឿតាមទៅឲ្យបម្រើទៅប្រាប់ដំរីសជាម្ដាយនិងកូនថាឲ្យទៅលាងខ្លួនឲ្យស្អាតហើយឲ្យចូលមកក្នុងវេលាព្រឹកនេះឲ្យសត្វឥន្ទ្រីគេស៊ីត្បិតគេយកសបិនត្រូវត្រង់រូបខ្លួនហើយឯដំរីសម្ដាយនិងកូនកាលណាបើឮថាព្រះឥសូរឲ្យហៅខ្លួនទៅឲ្យសត្វឥន្ទ្រីស៊ីដូច្នេះក៏ផិតភ័យនឹងសេចក្តីស្លាប់នោះមហិមាក៏នាំគ្នាយំសោកវិយោគទៅផ្សេងពុំដឹងបើនឹងរកលោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបានហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះដើម្បីនឹងងូតទឹកដោះលាងកាយគ្រានោះមានសត្វទីតូចមួយទុំនៅលើមែកឈើបានឃើញដំរីសម្ដាយនិងកូនដើរយំសោកដូច្នេះក៏សួរថាណែដំរីសអ្នកមានទុក្ខទោមនស្សព្រោះហេតុអ្វីដំរីសនិងកូនក៏ថ្លែងសេចក្តីទុក្ខប្រាប់ទីតុយតាំងពីដើមដល់ចប់សពគ្រប់ប្រការទីតុយឮដូច្នេះក៏ថាអោព្រះឥសូរលោកម្ដេចក៏ប្រកបដោយឆន្ទាគតិគឺលំអៀងច្បាប់លំអៀងសេចក្តីទៅតាមសេចក្តីស្រឡាញ់ទៅជឿស្ដាប់តែពាក្យសត្វឥន្ទ្រីឲ្យយីគេឯទៀតដូច្នេះដំរីសតបថាអោអ្នកទីតុយអើយខ្ញុំនេះឥតមានទីពឹងពំនាក់សោះសូមអ្នកមេត្តាជួយសង្គ្រោះដោះដូរជីវិតឲ្យខ្ញុំរួចពីសេចក្តីស្លាប់ផងខ្ញុំម្ដាយនិងកូននឹងជាខ្ញុំបម្រើអ្នកឯទីតុយកើតចិត្តមេត្តាករុណាក៏ឆ្លើយទទួលថាបើដូច្នេះអ្នកឯងឆ្លើយទទួលសារភាពថាជាបើខ្ញុំចុះខ្ញុំឯងនឹងទៅនិយាយកែតាមកលឧបាយនឹងព្រះឥសូរមើលម្ដងដំរីសក៏ព្រមតាមហើយឲ្យទីតុយជីទុំលើក្បាលកូនដំរីសចោទៅកាន់ដំណាក់ព្រះឥសូរឯដល់ភ្នំកៃឡាសមហាឋានដល់ហើយទីតុយក៏ចោះចាក់ក្បាលដំរីសចូលទៅទៀបបល្ល័ង្កទីកន្លែងព្រះឥសូរហើយទូលថា
បបិទ្ធព្រះអង្គជាកម្ពូលក្នុងលោកព្រះអង្គមានការអ្វីបានជាទ្រង់ហៅដំរីសជាបើខ្ញុំទូព្រះបង្គំមកនេះមានហេតុភេទយ៉ាងណាព្រះករណាព្រះឥសូរឆ្លើយថាទីទុយបើឯងនេះត្រូវដល់សេចក្តីស្លាប់ហើយក្នុងថ្ងៃនេះត្បិតសត្វឥន្ទ្រីគេយល់សបិនថាត្រូវបរិភោគសាច់ដំរីហេតុនេះទើបយើងឲ្យហៅដំរីសជាបើឯងមកឲ្យគេស៊ីទីទុយនោះតបថាសូមទានឯកិរិយាយកសពរបស់សត្វឥន្ទ្រីនោះជាទៀងពិតប្រាកដព្រះអង្គយកជាប្រមាណណាស់ទៅឬយ៉ាងណាដូចម្ដេចព្រះឥសូរតបថាទីទុយសត្វឥន្ទ្រីនោះគេយកសបិនហើយសបិននោះនិមិត្តទៀងពិតណាស់ហើយយកជាប្រមាណបានក្រាបទូព្រះបង្គំជាខ្ញុំជឿតាមព្រះបន្ទូលដែលទ្រង់ជាសបិនសត្វឥន្ទ្រីនោះដំរីសបើខ្ញុំព្រះករណាវិសេសក៏គួរស្លាប់ហើយខ្ញុំព្រះករណាជាម្ចាស់នាំយកមកថ្វាយឲ្យទ្រង់ប្រទានដំរីសឲ្យសត្វឥន្ទ្រីគេបរិភោគចោះតែខ្ញុំព្រះអង្គធូលីព្រះបាទយប់មិញនេះមានធរៈដើរចាប់ក្តាមបរិភោគពុំបានទទួលទានដំណេកសោះបើដូច្នេះសូមមេត្តាអត់ទោសសូមទទួលទានដំណេកបានមួយស្រលេចសិនហើយសូមខ្ញុំនាំបាវខ្ញុំឲ្យទៅសត្វឥន្ទ្រីស៊ីថាហើយទីទុយធ្វើជាភ្នែកថ្មេកសងំដេកបន្តិចទីទុយក៏ធ្វើភ្ញាក់ឡើងហើយពុតខ្លួនពុតប្រាន់សិនស្លាប់ធ្វើកិរិយារីករាយហើយទូលព្រះឥសូរថាសូមទ្រង់មេត្តាប្រោសទូលព្រះបង្គំជាខ្ញុំទទួលទានដំណេកអំបញ្ញមិញនេះយកសុបិនល្អណាស់ជាសុបិនមង្គលហៅថាសុភនិមិត្តព្រះឥសូរក៏សួរថាបើឯងយកសុបិននោះដូចម្ដេចចូលនិយាយទៅមើលទីទុយក៏ទូលថាសុបិនទូព្រះបង្គំជាខ្ញុំមានសេចក្តីប្លែកណាស់ស្ទើរតែមិនហ៊ាននិយាយមើលឯងនិយាយទៅមើលសុបិនឯងនោះយ៉ាងណាខ្លះសូមទានសុបិននោះឃើញថាសម្ដេចនាងឧមាភគវតីជាព្រះរាជអគ្គមហេសីព្រះអង្គធូលីព្រះបាទនេះស្រឡាញ់ខ្លួនខ្ញុំព្រះករណាវិសេសព្រះអង្គធូលីព្រះបាទក៏ប្រោសប្រទានឲ្យធ្វើជាភរិយារបស់ខ្ញុំសុបិនខ្ញុំនេះទៀងពិតប្រាកដណាស់យកជាប្រមាណបានបើដូច្នេះសូមព្រះអង្គធូលីព្រះបាទហៅព្រះនាងឧមាភគវតីនោះព្រះរាជទានឲ្យទូព្រះបង្គំជាខ្ញុំទុកជាព្រះគេរបស់ព្រះករណាវិសេសព្រះឥសូរឮដូច្នេះក៏ទូចព្រះរាជហឫទ័យទើបត្រាស់ថាឯងយកសពនេះតែផ្ដេសតែផ្ដាស់ទេយើងនឹងយកជាប្រមាណពុំបាននឹងជាស្ដាប់ពុំបានទេទីទុយអើយទីទុយតបថាការយល់សបិនខាងទូព្រះបង្គំជាខ្ញុំព្រះអង្គយល់ជាប្រមាណពុំបាននឹងជាស្ដាប់ពុំបានចុះខាងឥន្ទ្រីនោះម្ដេចក៏ព្រះអង្គជឿយកជាប្រមាណបានបើសបិនទូព្រះបង្គំជាខ្ញុំមិនពិតសបិនសត្វឥន្ទ្រីនោះក៏មិនពិតដូចគ្នាព្រោះជាវិស័យសត្វជាតិដូចគ្នាសូមព្រះអង្គកាត់សេចក្តីនេះឲ្យបានប្រកបដោយយុត្តិធម៌ទាំងសងខាងឲ្យទានព្រះឥសូរឮទីទុយស្ដីដូច្នេះចូលឯងនាំយកដំរីសបើឯងវិលទៅកាន់ទីលំនៅវិញចុះការនេះយើងលើកលែងគ្នាតែប៉ុណ្ណេះទីទុយក្រាបបង្គំលានាំដំរីសម្ដាយនិងកូនទៅកាន់លំនៅវិញដំរីទាំងម្ដាយទាំងកូនក៏បានរួចជីវិតនៅជាសុខសប្បាយតរៀងទៅព្រោះបានជួបនឹងទីទុយជាកល្យាណមិត្តជាអ្នកប្រាជ្ញអាចជួយដោះទុក្ខបានដោយប្រពៃរឿងសត្វឥន្ទ្រីរបស់ព្រះឥសូរចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងប្រពៃណីនៃសត្វសុនកលោកអ្នកធ្លាប់ឃើញទេសត្វសុនកវាកាន់ប្រពៃណីពីរប្រការគឺ1តែកាលណាវាបានជួបគ្នានៅទីណាក៏ដោយមិនថាញីមិនថាឈ្មោះនោះទេវាតែងតែហិតគូតគ្នាទៅវិញទៅមកកិច្ចនេះទៀងទាត់ខានធ្វើមិនបាន2សុនកឈ្មោះកាលណាវាបន្ទោបងប៉ះសាវៈតែងតែលើកជើងម្ខាងជាដរាបកិច្ចនេះវាលះបង់មិនបានដូចគ្នាលោកអ្នកយល់ទេកិច្ចវត្តទាំងពីរប្រការដែលសុនកតែងប្រព្រឹត្តមកមិនដែលខាននោះតើបណ្ដាមកពីអ្វីមកពីត្រឹមណាមក
កិច្ចវត្តនេះសនកតែងតែប្រព្រឹត្តពីរប្រការនោះអ្វីខ្លះកិច្ចវត្តដែលសនកតែងប្រព្រឹត្តពីរប្រការនោះគឺកិច្ចវត្តប្រការទី1គឺការពីបឋមកັບដែលទើបតែកើតមានមនុស្សមានសត្វមានសាសនាពាក្យព្រាហ្មណ៍ប្រដៅបន្តិចបន្តួចលើផែនដីនោះមានរឿងដំណើរថាក្នុងសម័យព្រេងនាយមានវត្តអារាមមានអ្នកបួសកាន់សិលធម៌សុចរិតកាន់ពាក្យសច្ចៈប្រជុំគ្នាដោយពួកនៅក្នុងវត្តនីមួយៗមានសនកជាច្រើនជ្រុកនៅក្នុងវត្តចាំបរិភោគអាហារសេះសល់អំពីអ្នកបួសតែកាលណាលោកប្រជុំឆាន់ចង្ហាន់នៅលើសាលាពួកសនកក៏នាំគ្នាឡើងទៅក្រាបគាល់លោកចាំបរិភោគអាហារសំណល់តែរៀងរាល់ថ្ងៃខែឆ្នាំពុំដែលដាច់ខានឯភូមិផ្ទះអ្នកស្រុកឥតមានសនកអាស្រ័យនៅដូចសពថ្ងៃនេះទេថ្ងៃមួយបណ្ដាពួកសនកទាំងនោះមានសនកមួយចេញក្បាលអាចផោមធំក្លិនអាក្រក់ដល់លោកមេវត្តដែលកំពុងឆាន់លោកក៏សួរទៅពួកសនកដែលនៅជួបជុំគ្នានោះឲ្យឆ្លើយតាមពាក្យត្រង់តែគ្មានសនកណាមួយទទួលពាក្យថាខ្លួនផោមសោះឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថាមានសត្វសនកក្នុងចំណោមនោះចេញផោមជាប្រកបទើបលោកពោលថាបើឯងនៅតែលាក់បាំងយើងមិនសម្ដែងទោសកំហុសរបស់ខ្លួនដូច្នេះចូលឯងទាំងឡាយវិនិច្ឆ័យចាក់វត្តក្នុងការឥឡូវនេះចុះដោយពាក្យសច្ចៈរបស់លោកគ្រូពួកសនកក៏អណ្ដោរធានចាក់វត្តក្នុងពេលមួយរំពេចពុំអាចទប់ទល់បានឡើយតាំងអំពីនោះមកសនកទាំងឡាយក៏ខ្លាចទៅជាសត្វអនាថាចេញទៅលាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះដោយផ្ទះសម្បែងគេខ្លះអត់ឃ្លានពន់ពេកកើតក្តីសង្វេគអាណិតតែរៀងខ្លួនតាំងពីថ្ងៃនោះពួកសនកទាំងនោះក៏តាំងចិត្តស្វែងរកផុសតាងឲ្យប្រកាសថាសនកណាវាផោមហើយលាក់បាំងទុកបណ្ដោយឲ្យពួកសនកដែលមានសុចរិតស្លូតត្រង់ទទួលលំបាកវេទនាហេតុនេះបានជាពួកសនកប្រកាន់ភ្ជាប់កិច្ចវត្តនោះរៀងមកតែជួបគ្នាវេលាណាក៏ចាប់ផ្ដើមកិច្ចវត្តមុនកិច្ចឯទៀតគឺចូលទៅហិតគូតគ្នាទៅវិញទៅមកហើយបើបានធំក្លិនអសោចដូច្នេះសនកមួយក៏ញញថ្មិញបញ្ចេញសំឡេងឡើងថាងែងសនកម្ខាងទៀតក៏ចោទមកថាងែងដូច្នេះទៅបង្កើតទោសឡើងព្រមគ្នាក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមកពេញទំហឹងឡើងនៅក្នុងកិច្ចវត្តប្រការទី2គឺសនកឈ្មោះមានការប្រកាន់កិច្ចវត្តមួយបែបទៀតគឺពេលបន្ទប់បងប៉ាសវៈតែងតែលើកជើងម្ខាងជាដរាបរឿងទី2នេះក៏កើតឡើងក្នុងសម័យមួយនឹងគ្នានឹងរឿងទី1ដែរកិច្ចវត្តដូចមានដំណើរតគ្នាមកថាសម័យនោះមានបុរសស្ត្រីមួយគ្រួសារមានទីលំនៅមិនឆ្ងាយអំពីវត្តអារាមណាស់ណាទេលុះដល់ខ្លួនកាន់តែចាស់ទៅមានសេចក្តីសង្វេគទើបនាំគ្នាស្វាមីភរិយាពិចារណាថាយើងចាស់ណាស់ទៅហើយចូលក្នុងសេចក្តីមិនទៀងតែយើងទាំងពីរនាក់ជាអ្នកទុរគតក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យទានដល់ម្ដងសោះយល់ជានឹងស្លាប់ទៅទទេឥតផលប្រយោជន៍អ្វីយើងនឹងបង់ជាតិកំណើតដែលបានកើតជាមនុស្សនេះមិនខានទើបយាយចាស់ឆ្លើយថាអ្វីត្បិតតែយើងក្រមែនបើប្រឹងត្រដរក៏គង់តែបានខ្លះមិនលែងគ្រាន់តែជាទុរគតបណ្ដាការទៅចុះតាតបថាយាយឯងថាធ្វើបានតើធ្វើបានអ្វីយាយថាបើគាត់តាមខ្ញុំទៅធ្វើបានទើបយាយអធិប្បាយថាសពថ្ងៃនេះមានក្រែគេនៅជុំវិញភូមិយើងគេទើបនឹងច្រូតដឹកនាំយកទៅនឹងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះបើយើងនាំគ្នាទៅរើសមួយថ្ងៃគង់ដណ្ដាំបាយបានជាចង្ហាន់ម្ដងតាថាយាយថានេះហៅពេញជាត្រូវណាស់ហើយយាយប្រញាប់ទៅក្រែងវាបានក្រែបន្តិចថាហើយយាយនឹងតាក៏កាន់ល្អីមួយម្នាក់ចេញទៅរើសស្រូវនៅក្នុងស្រែដែលគេទើបតែច្រូតកាត់ហើយរើសមួយថ្ងៃវល់ល្ងាចបានស្រូវប្រមាណ1ត្រឡោកម្នាក់យាយតាក៏នាំគ្នាវិលមកផ្ទះវិញលុះបរិភោគអាហាររួចហើយ
ក៏បបួលគ្នាមកបកស្រូវចំណែកឯខាងតាគាត់យកកំបិតស្លាកោះគ្រាប់អង្ករមានសម្បូរភ្លឺដូចពងសង្អាចិត្តភ្លឺយាយយកអង្ករនោះទៅលាងទឹកហើយច្រកក្នុងឆ្នាំងដាំបាយតាមធម្មតានិយាយពីលោកគ្រូលោកមេញៀនយល់ការជាច្បាស់កាន់ធម៌សច្ចៈលោកបានជ្រាបហេតុពីយាយនិងតាប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំប្រាប់ថាយប់នេះត្រូវនាំគ្នាបោះសម្អាតវត្តដោតទងនិងចង់សុំឲ្យរុងរឿងព្រោះព្រឹកនេះមានមហាទានចូលមកវត្តរបស់យើងដូច្នេះត្រូវយើងធ្វើគួរសមនិងទទួលមហាទានគ្រានោះភិក្ខុសាមណេរទាំងឡាយក៏ខ្វល់ខ្វាយបោះច្រាសសម្អាតវត្តចង់សុំដូចជាការធ្វើទទួលមហាកឋិនមួយលុះព្រឹកធំវារកាំងប្រជុំភិក្ខុមួយរូបសាមណេរធ្វើផតានុមោទនានៅវេលាគ្រានេះមានភិក្ខុមួយរូបក្តៅចិត្តណាស់ស្ទុះចេញទៅឈរចាំមើលផ្លូវលុះយាយនិងតាបណ្ដើរគ្នាចេញដល់ព្រំវត្តភិក្ខុនោះក៏និយាយថាណែយាយនិងតាក្រោយយកចង្ហាន់របស់យាយនិងតាទៅឯវត្តឯទៀតទៅកុំនាំចូលវត្តនេះទៀតសពបាយមួយចានឲ្យគេលំបាកអស់មួយយប់ថាហើយភិក្ខុនោះគេចចេញទៅរីឯយាយនិងតាលុះបានឮសម្ដីរបស់ភិក្ខុនោះហើយនិយាយដូច្នេះហើយក៏មានសេចក្តីវិតកៈក្នុងចិត្តពន់ពេកនាំគ្នាសង្វេគក្នុងចិត្តថាអោកម្មអើយកម្មហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់បានជានាំឲ្យលោកមិនសប្បាយចិត្តតាថាចោះយាយគិតយ៉ាងណាដូចម្ដេចទៀតយាយថាតាកុំព្រួយមិនអីទេខ្ញុំមានសនកមកនៅក្បែរផ្ទះយើងច្រើនណាស់សម័យនោះប្រហែលជាគេសម្គាល់ថាសម្រាប់សត្វទៅធ្វើបុណ្យមិនបាបត្រឡប់ជាបានបុណ្យច្រើនទៅវិញទៅដឹងឲ្យមែនហើយយាយមកយាយយកចន្ទាទ្វារមួយមកថាហើយតាដកដាវចេញពីស្រោមបណ្ដាយាយចេញផុតពីផ្ទះក៏ស្រាប់ប្រទះឃើញសនក 4-5 ក្បាលនៅហែហោមក្បែរព្រៃតាថាយាយស្ទាក់ពីមុខយាយស្ទុះដេញវាយត្រូវសនកមួយដំបងតាស្ទុះទៅត្រដងនឹងដាវដាច់កសនកមួយទៅស្ទាក់ចុះស្ទាក់ឡើងសម្លាប់សនកបាន 4-5 ក្បាលយាយថាលំមហើយតាលំមធ្វើចង្ហាន់លោកបានមួយវត្តហើយយកខ្សែចងជញ្ជូនយកទៅផ្ទះយាយក៏ចាត់ការបានច្រើនមុខគាត់ធ្វើជាសាច់ជ្រលួចដោតជាចង្កាក់ឲ្យតាអាំងគាត់ហាន់ជាដុំហើយគាត់ហាន់តូចធ្វើជាសម្លម្ជូរគ្រឿងក្នុងរាត្រីនោះលោកគ្រូស្វែងយល់ទៀតក៏ប្រជុំភិក្ខុសាមណេរមកប្រាប់ថាព្រឹកស្អែកនេះមានទានមកដល់វត្តយើងទៀតហើយប៉ុន្តែទាននោះថាធំក៏បានថាតូចក៏បានមិនចាំបាច់រៀបចំវត្តទទួលទេលុះព្រឹកឡើងភ្លឺច្បាស់ឃើញយាយទូថាតារែកអំរែកមួយចូលទៅក្នុងវត្តលោកគ្រូក៏វារកាំង3បាត់ប្រជុំភិក្ខុសាមណេរធ្វើផតានុមោទនារួចហើយលោកគ្រូហាមថាភិក្ខុក្តីសាមណេរក្តីបើទទួលចង្ហាន់មានសាច់ដុំកុំអាលឆាន់ត្រូវនាំសម្លដែលមានសាច់ដុំនោះមកប្រគល់ឲ្យអាត្មាកុំខានលុះធ្វើផតានុមោទនារួចហើយយាយនិងតាក៏ដួសសម្លចែកលោកគ្រប់គត់ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេចហើយពិចារណាមើលពុំឃើញមានត្រីមានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅប្រគេនលោកគ្រូធំនៅសល់តែភិក្ខុមួយរូបពុំបានយកសម្លទៅប្រគេនលោកគ្រូធំទេសំងំទុកឆាន់តែម្នាក់ឯងឯលោកគ្រូធំស្មានថាអស់លោកយកមកជុំគ្នាហើយក៏សូត្រគាថាផ្សំធាតុឲ្យកើតជាសត្វសនកឯសត្វសនកដោយកើតដោយអំណាចនៃគាថានោះកើតជារូបសនកសុទ្ធសាធតែមានជើង3ទើបលោកគ្រូធំឲ្យលោកសូត្រឲ្យដើរមើលគ្រប់គត់ទៅឃើញនៅក្នុងគត់ភិក្ខុមួយរូបនោះមានសាច់ជ្រលួចមានសម្លម្ជូរគ្រឿងសុទ្ធតែសាច់ក៏បង្គាប់ឲ្យភិក្ខុនោះនាំយកទៅប្រគេនលោកគ្រូធំលុះប្រគេនលោកគ្រូធំបានទទួលម្ហូបថ្មីទៀតក៏លោកសែបគាថាលំម្ដងទៀតទៅបានកើតជាសនកមានគ្រប់ជើង4ដូចដើមឡើងវិញតាំងពីនោះមកសនកកើតមានសេចក្តីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្តតែកាលណាបន្ទោបង់បាសាវៈក៏នឹករលឹក
ដល់គុណរបស់លោកគ្រូថាគុំតែបានលោកគ្រូកុំអីយើងខ្វះជើងមួយកើតហើយក៏នាំគ្នាលើកជើងម្ខាងឡើងរំលឹកគុណនិងបន្តបងនៅពេលបន្តបងបាសាវៈគឺលើកជើងដែលលោកគ្រូបង្កើតឲ្យនៅក្រោយបង្អស់នោះឯងរឿងប្រពៃណីនៃសត្វសនកចប់ដោយបរិបូរណ៍ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងដើមកំណើតសត្វផ្សោតកាលពីព្រេងនាយជាយូរអង្វែងណាស់មកហើយមានដើមជ្រៃធំមួយមានមេឃត្រសុំត្រសាយសាខាមហាជននៅជិតភូមិជិតខាងគេរាប់កោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះគេធ្វើខ្ទមមានរូបចម្លាក់ថ្មជាភេទប្រុសមួយភេទស្រីមួយដាក់ឲ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះគេតែងបន់ស្រន់ថ្វាយក្រយ៉ាលបូជាសុំសេចក្តីសុខក៏ធ្លាប់បានសេចក្តីសុខរៀងមកគេសន្មតថាអ្នកតាចាស់ស្រុកមានរុក្ខជាតិមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេស្ថិតនៅលើដើមជ្រៃធំនោះជាស្ដេចនៃដើមឈើយូរទៅមានស្ត្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុកដែលរាប់អានដើមរុក្ខជាតិនោះលុះធំពេញជំទង់ឡើងដល់រដូវដែលត្រូវសែងប្រេងថ្វាយក្រយ៉ាបូជាអ្នកតាចាស់ស្រុកនាងនោះក៏ទួថានំចំណីថាទៅសែនជូនឪពុកម្ដាយរុក្ខទេវតាក្រឡេកឃើញចេះតែមានចិត្តអាណិតអាសូរស្រឡាញ់នាងនោះហាក់ដូចជាប្រត់គ្នាពីកាលណាមកហើយទើបនឹងបានជួបមុខគ្នាថ្មីរុក្ខទេវតានោះកាន់តែវិតកចិត្តអាណិតនាងខ្លាំងណាស់ទ្រាំពុំបានក៏ហោះទៅសួរព្រះឥន្ទទ្រង់រំពឹងដោយញៀនទឹកទៅឃើញថានាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះបានកសាងប្រាថ្នាជាមួយគ្នាមកថាទោះបីជាទៅកើតក្នុងជាតិណាភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនឹងគ្នាពុំឃ្លាតគ្រប់ជាតិលុះចាស់រៀងខ្លួនរុក្ខទេវតានោះសូមលាទៅបួសជាតាបសអស់មួយជីវិតដោយខ្លួនពីគ្នាទៅតាបសនោះបានមកកើតជារុក្ខទេវតានេះប្រពន្ធបានទៅកើតជានាងទេធីតាមកកើតចិត្តទីកន្លែងដែលទេវតាជាប្តីនៅមកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះហើយទើបបណ្ដាលឲ្យរុក្ខទេវតាចេះតែស្រឡាញ់អាណិតអាសូរនាងតែមកពីរុក្ខទេវតានេះមានពៀដែលកិច្ចទៅបួសចោលប្រពន្ធឲ្យមានទុក្ខព្រួយវេទនាលុះអស់សង្ខារទៅមិនបានជួបមុខគ្នាបានជាខ្ជិតទៅកើតជាមនុស្សវិញមិនជួបគ្នាព្រះឥន្ទសម្ដែងប្រាប់រុក្ខទេវតាដូចរៀបរាប់មនុស្សរុក្ខទេវតាបានដឹងសពគ្រប់ហើយក៏លាព្រះឥន្ទមកវិញគិតពិចារណាថាឥឡូវនេះនឹងទៅថ្វាយបង្គំលាព្រះឥន្ទ្រាធិរាជសុំខ្ជិតទៅកើតជាមនុស្សឃើញថាការមិនគួរព្រោះប្រពន្ធកើតធំពេញក្រមុំទៅហើយសង្ខាររបស់មនុស្សខ្លីណាស់មិនដូចជាទេវតាទេទេវតាគិតចុះគិតឡើងមិនធ្លុះមិនធ្លាយត្រង់ណាសោះហេតុតែមានពៀដែលកិច្ចទៅបួសជាតាបសមិនឲ្យឃើញមុខត្រាតែសូនសង្ខាររៀងខ្លួនរុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រានប្រធានប្រេងថាណាស់ហើយចុះទៅប្រាប់ប្រពន្ធឲ្យដឹងថាខ្លួនអញជាប្តីជាគូព្រេងទៅចាប់ជាតិរុក្ខទេវតានាងឥតមានគូព្រេងទេបាននាងបានដឹងខ្លួនថាអញជាប្តីនាងមកជាលេងយកប្តីមួយជាតិនេះហើយគិតស្រេចពេលរាត្រីស្ងាត់ក៏និមិត្តខ្លួនធ្វើជាពស់ថ្លាន់ចូលទៅអោបរត់នាងញាក់ឡើងបំរាស់ពំរួចពស់ថ្លាន់និយាយលួមលោមសັບគ្រប់មិនជឿថាបើប្តីជារុក្ខទេវតាហេតុម្ដេចក៏មកជាពស់ថ្លាន់ដូច្នេះវិញរុក្ខទេវតាជាប្តីថាបើនាងមិនជឿបងនឹងប្រែក្រឡាខ្លួនជារូបឲ្យនាងមើលរុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមនាងក្រឡេកឃើញក៏ស្រឡាញ់ពេញចិត្តជឿជាក់ថាប្តីខ្លួនជាទេវតាមែនព្រោះរកមនុស្សណានឹងឲ្យល្អដូចពុំបានរុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិនសន្មត់ខ្លួនជាសត្វបែបនេះទេមិនអាចមកនៅចិត្តបានឡើយត្រូវនិមិត្តរូបជាសត្វផ្ដេសផ្ដាសទៅនៅជាមួយនឹងនាងបាននិយាយចប់និមិត្តខ្លួនជាពស់ថ្លាន់វិញពស់ថ្លាន់នេះ
គ្រាន់តែនៅជាមួយនឹងប៉ុណ្ណោះទេប៉ុន្តែមិនដែលបានរួមសង្វាសជាមួយនឹងនាងនោះឡើយហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូនអ្នកស្រុកឲ្យដឹងថាជាទេវតាឲ្យថាតែពស់ថ្លាន់ពេលថ្ងៃបងមិននៅជាមួយនាងទេបងមកលេងតែពេលយប់សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្ដងចិត្តភ្លឺហើយលឺមាត់និយាយគ្នាឪពុកម្ដាយចូលទៅមើលឃើញពស់ថ្លាន់ពេញល្វែងផ្ទះក៏ភ្ញាក់ក្រឡេកស្រែករុក្ខទេវតាក៏ភៀសខ្លួនចេញទៅបាត់ឪពុកម្ដាយហៅកូនស្រីមកសួរកូននិយាយសារស័ព្ទប្រាប់តាមរឿងពីដើមដល់ចប់ដល់ចុងឪពុកទាស់ប្រាជ្ញាមិនដឹងធ្វើដូចម្ដេចក៏ដកដង្ហើមធំសួរកូនថាឥឡូវនេះពស់ថ្លាន់ទេវតានោះទៅណាបាត់ទៅហើយកូនប្រាប់ថាពេលថ្ងៃមិនមកទេយប់ទៅមកនាងប្រាប់ឪពុកម្ដាយថាទេវតាជាប្តីហាមមិនឲ្យនិយាយប្រាប់គេថាទេវតាទេឲ្យថាតែពស់ថ្លាន់បានហើយលុះពេលរាត្រីស្ងាត់រុក្ខទេវតាមកដល់ប្រពន្ធនិមន្តរុក្ខជាទេវតាឲ្យនាងមើលតាមសេចក្តីសន្យានាងក៏អុជភ្លើងលឺឡើងស្ទុះទៅអោបប្តីដោយសេចក្តីមេត្រីស្នេហាគ្នាឪពុកម្ដាយចូលទៅលុបមើលឃើញទេវតាល្អណាស់ក៏ស្រឡាញ់ពេញចិត្តនឹងរុក្ខទេវតានោះក្រៃលែងរុក្ខទេវតាដឹងឪពុកម្ដាយលុបមើលក៏ផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាមឃើញធំត្រែនពេញបន្ទប់ទៀបភ្លឺរុក្ខទេវតាអាប្រពន្ធឲ្យនាំឪពុកម្ដាយទៅជីកកំណប់ក្នុងដំបូកមួយបានមាសប្រាក់ពេជ្រកែកងតុថាចានអញ្ជូនមកដាក់ពេញផ្ទះឡើងទៅជាអ្នកមានធំយូរទៅដឹងជ្រួជ្រាបដល់អ្នកស្រុកមកមើលឈូឆរឃើញពិតជាពស់ថ្លាន់មែននៅជាមួយនឹងនាងនិយាយពីបុរសប្តីប្រពន្ធមានកូនក្រមុំមួយនៅភូមិផ្សេងពីនាងមានប្តីពស់ថ្លាន់ទេវតានោះចេះតែរំភើបក្នុងចិត្តនាំប្តីប្រពន្ធសរសើរថាវាសនាអ្វីក៏ល្អម្ល៉េះពីដើមក្រដូចគេសោះឥឡូវមានផ្ទះធំល្វែងត្រឈឹងត្រឆៃមានគោក្របីដំរីសេះខ្ញុំកំដរប្រើកក្រឹកកក្រែងល្បីឈ្មោះថាចៅសួស្ដីសេដ្ឋីនេះមកពីកូនគេមានប្តីជាពស់ថ្លាន់ឲ្យកំណប់ព្រេងបរោះនោះតូចចិត្តនឹងខ្លួនណាស់ក៏ចេះតែដកដង្ហើមធំចេះតែទន្ទិញទាំងយប់ទាំងថ្ងៃប្រពន្ធឃើញប្តីកាត់ទុកដូច្នេះក៏និយាយប្រាប់ប្តីថាខ្ញុំបានឮចាស់ទុំគេនិយាយរៀងមកថាពស់ថ្លាន់មិនដូចជាពស់ទាំងពួងទេតែមានដំបុកធំក្នុងព្រៃហើយច្រើនមានពស់ថ្លាន់នៅពាន់ពេននៅទីនោះគេថាពស់រក្សាកំណប់ព្រេងប្តីថាបើដូច្នេះព្រឹកស្អែកឯងដាំបាយឲ្យបងពីព្រឹកកុំឲ្យនរណាដឹងបងនឹងដើរស្វែងរកពស់ថ្លាន់ពាន់ដំបូកក្នុងព្រៃធំបើឃើញបងនឹងចាប់យកមកធ្វើជាប្តីឲ្យកូនយើងប្រពន្ធពេញចិត្តក៏ព្រមព្រៀងគ្នាព្រឹកឡើងដាំបាយវិជាសំណុំព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តីក៏ដើរស្វែងរកពស់ថ្លាន់បុរសនោះចូលទៅក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានជួបប្រទះដំបូកមួយធំក្នុងព្រៃទួមានបន្លាស្អិតនិងវល្លិរវាមពាន់ពាក់លើគ្នាបរោះចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់បែនត្រេនលើក្បាលដំបូកពស់នោះតាំងពីនៅក្នុងព្រៃដំបូកនោះអស់កាលជាយូរអង្វែងណាស់មកហើយវាមិនដែលទៅកាន់ទីណាសោះទោះបីអត់ឃ្លានយ៉ាងណាក៏ស៊ូទ្រាំនៅទីនោះរូបពស់នោះក៏នៅស្គមស្គាំងអស់កម្លាំងស្ទើរតែកម្រើកខ្លួនមិនរួចបរោះនោះយកឈើមកគោះមើលក៏មិនកម្រើកខ្លួនផងបរោះនោះនឹកត្រេកអរនៅក្នុងចិត្តណាស់គិតថាពស់ថ្លាន់នេះច្បាស់ជាមានកំណប់ហើយបានជាស្លូតម្លេះក៏បោចវល្លិចង់ទាំងភ្នែនស្រាក់ស្រួតជាប់ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គមស្គាំងដោយអត់អាហារមកយូរហើយបរោះលើកស្ពីទាំងភ្នែនមកដោយធ្ងន់ខ្លាំងពេកក៏ចេះតែឈប់សម្រាកតាមផ្លូវតតែប្រលប់ទៅមកដល់ផ្ទះស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅលបងឲ្យទៅជួយទទួលប្រពន្ធនិងកូនក្រមុំក៏រត់ចុះទៅទទួលឃើញប្តីឪពុកស្ពាយពស់ថ្លាន់ទាំងភ្នែនក៏ត្រេកអរឥតឧបមាលុះយកមកដាក់ដល់លើផ្ទះ
អួតប្រាប់ប្រពន្ធថាពស់នេះស្លូតណាស់ត្រូវចិត្តបងហើយបើកាន់ឯងមិនជឿទៅចាប់អង្អែមើលចុះស្ទាបមិនកម្រើកខ្លួនប្រាណផងប្រពន្ធលោកដៃទៅពណ៌មើលឃើញថាមិនកម្រើកមែនក៏ចេះតែបងអែសរសើរថាកូនអើយពណ៌សម្បុរអ្នកក៏ល្អម្លេះទេដូចជាគេទើបតែនឹងទីមាសថ្មីទុកជាហូលដែលជាងចេះកោះយ៉ាងណាក៏មិនល្អដូចជាអ្នកដែរពស់ថ្លាន់ដោយជាប់ចំណងផងហើយហេវកម្លាំងនឹងអត់អាហារយូរថ្ងៃផងក៏ធ្វើតែភ្នែកភ្លឺលិតអណ្ដាតផ្លែតប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្សប្តីតាំងបង្គាប់ប្រពន្ធនឹងកូនក្រមុំឲ្យវាយមន់ស្លដាំបាយឲ្យឆាប់នឹងសែនព្រេនប្តីជាដូនជីតារៀបចំសំគុំឲ្យកូនយកប្តីជាពស់ថ្លាន់ប្តីរត់ទៅទិញស្រាឲ្យបានមកប្រពន្ធដាំបាយស្លឆ្អិនដុសដាក់ទុកថាហៅបងប្អូនចិត្តខាងមកជួយសែនព្រេនបង្គាប់កូនក្រមុំឲ្យរៀបចំដំណេកអ្នកស្រុកចិត្តខាងមានបញ្ញាវៀងវៃគេលន់មាត់នឹងបរោះនោះថាឈួតថាព្រើគ្រប់គ្នាអ្នកខ្លះក៏រកពុទ្ធោអ្នកខ្លះក៏ត្រូវស្រាឲ្យគេហៅចូលទៅសែននឹងបានស៊ីផឹកសបាយលុះទៅជួបជុំគ្នាហើយក៏លើកពស់ថ្លាន់ទៅដាក់លើកម្រាសំពត់សស្រែកចំណងឲ្យកូនក្រមុំទៅអង្គុយទឹមពស់នោះក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថ្ងៃហើយបរោះបង្គាប់ឲ្យគេលើកថាបាយសម្លអុជទៀងធូបប្តឹងជាដូនជាតាជ្រូចស្រា3ដងរួចចាប់សំណែននំចំណីបាយសម្លគ្រប់មុខដាក់ច្រឡុកចូលគ្នាមួយចានយកទៅចាក់មុខផ្ទះហៅពួកអង្រឹងជើងស្នែងឲ្យមកស៊ីព្រោះជាដូនជាតាពិសារួចហើយលើកទុកថាចេញមកក្រៅលើកភ្លើងទុកកូនក្រមុំនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់នាងនោះប្រហែលជាខ្លាចពស់ដែរប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយព្រោះគេផ្សំដំណេកឲ្យពស់ថ្លាន់ហើយក៏ចេះតែអត់ទ្រាំទៅក៏មិនដឹងឬត្រេកអរជាមួយនឹងពស់ថ្លាន់នោះដែលក៏មិនដឹងចំណែកឪពុកម្ដាយនំញាតមិត្តស៊ីមន់ផឹកស្រាឯលើវិញខាងក្រៅពស់នោះការឃើញមនុស្សស៊ីផឹកមាត់អូអែវានៅស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួនលុះគេស៊ីផឹករួចស្ងាត់អស់ប្រហែលជាពាក់កណ្ដាលអាត្រៀតវាលាខ្លួនវាឥតរឹបរួតនាងនោះទេព្រោះពស់នោះវាធំល្មមនឹងលេបនាងនោះបានតែម្ដងវាគ្រាន់តែយកកន្ទុយមករឹបកនាងនោះជាប់នឹងក្បាលមកក្រោមគាវជើងប្រមូលផ្ទឹមគ្នាវាហាមាត់លេបនាងនោះតែម្ដងពីដំបូងនាងនោះស្មានថាពស់ថ្លាន់នេះវាព្រមនឹងបវេណីនឹងខ្លួនបានជានាងនៅស្ងៀមមិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែរជាຕົកចិត្តពស់បន្តិចទៅហើយលុះវាលេបស្រើតដល់ក្បាលជង្គង់នាងនឹកសង្ស័យថាពស់ថ្លាន់នេះច្បាស់ជាលេបអញពងខានគិតនឹងក្រោបមិនរួចកន្ទុយវារឹបដៃនាងជាប់នាងភ័យណាស់ស្រែកហៅម្ដាយថាម៉ែពស់ថ្លាន់វាលេបខ្ញុំហើយម្ដាយឮមាត់កូនស្រែកហៅស្រែកសន្ធោសន្ធៅទៅវិញថាខ្លោចមេចំគួតប្តីប្រឡែងលេងផងបានជាប្រឹងឪពុកស្រវឹងស្រាដេកសន្លប់ហៀទឹកមាត់ក៏ខ្លាក់លួសពោះលេបដល់ចង្កេះនាងនោះស្រែកហៅម្ដាយថាម៉ែជួយកូនផងពោះលេបដល់ចង្កេះហើយម្ដាយរឹតតែជេរបញ្ចេះពីក្រៅមកស្ដីបន្ទោសថាកូនអីក៏ចង្រៃមិនចេះខ្មាស់គេមិនច្រឡំនឹងអ្នកស្រុកតិចអញចូលទៅវាក្បាលក្នុងដំណេកបែកឥឡូវនាងនេះចេះតែស្រែកថាម៉ែអើយជួយកូនផងពោះលេបទៅចុងដង្ហើមហើយបន្តិចស្រែកថាលេបដល់ហើយម្ដាយឮកូនស្រែកញយពេកមិនខ្ចីទាំងមាត់តបផងគិតតែពីសងំដេកលុះលេបដល់បបោមាត់ក៏ស្រែកលាឪពុកម្ដាយថាបើឪម៉ែមិនជួយកូនទេកូនសុំលាស្លាប់ហើយម្ដាយស្ដាប់ឮមាត់កូនងល់ដែលវាលេបគ្រប់បំបោមាត់ហើយនោះលុះបាត់ឮសំឡេងកូនម្ដាយសង្ស័យក៏អុជភ្លើងចូលទៅមើលបាត់កូនឃើញតែពស់ធំកំព្រើងតាំងពីក្រោមមករហូតដល់ចិត្តពាក់កណ្ដាលខ្លួននាងម្ដាយនោះក៏ស្រែកទួញ
ផ្អើលឆោឡោដល់អ្នកស្រុកអ្នកចិត្តខាងទាំងពាក់កណ្ដាលត្រៀតឪពុកញាក់ឡើងហៅអ្នកស្រុកមកជួបជុំចោមពោះថ្លាន់តាក់កចង់សន្ធឹងយកកំបិតមកវះពោះយកកូនបានមកសន្លប់សូនឆឹងដូចជាស្លាប់តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអើលពោះពេញខ្លួនទាំងក្បាលទាំងជើងឆ្អាបកខ្វក់នំគ្នាដងទឹកមកលាងមិនជ្រះដាំទឹកក្តៅមកលាងក៏មិនជ្រះលុះគេស្រោចទឹកក្តៅអ៊ុនលាងឲ្យមកមួយស្របក់នាងក៏ដឹងខ្លួនឡើងវិញមើលឃើញបងប្អូនមៀមីងមកជួបជុំគ្នាត្រៀបត្រាមើលមកខ្លួនស្ទែរំអិលពោះឆ្អាបក៏ក្រិចនឹកទូចចិត្តខ្មាស់គេណាស់ក្របឡើងកន្ត្រាក់បានផ្ទើទឹកមួយមកគ្របលើក្បាលដើរទៅមាត់កំពង់ដងទឹកងូចលាងដូចម្ដេចក៏មិនជ្រះរំអិលពោះនោះសោះគិតថាអោខ្លួនអញអើយម្លេះទៅហើយនឹងនៅជាមនុស្សក៏ខ្មាស់គេបើស្លាប់ទៅវិញក៏ប្រសើរជាងក៏យកផ្ទើទូក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថាអញនឹងលោតសម្រាប់ខ្លួនឯងចោលគិតដូច្នេះហើយក៏លោតប្រងទៅខ្លាចខ្លួនកើតទៅជាផ្សោតញីលាមមុជក្នុងទឹកហែចាប់ត្រីស៊ីប្រងើយឪពុកម្ដាយរត់តាមមើលកូនឯមាត់កំពង់ពុំឃើញក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់រឿងផ្សេងនៅមាត់ទឹកលុះត្រឡប់មកផ្ទះវិញបបួលប្តីប្រពន្ធអស់ពោះថ្លាន់យកទៅចោលនៅក្នុងព្រៃធំមួយដោយស្មានថាពោះថ្លាន់វាស្លាប់ព្រោះវះពោះរយៈជាពីរទៅហើយតែធម្មតាពោះថ្លាន់តែងតែមានប្រមាថរស់គ្រាន់តែវះពោះប៉ុណ្ណោះមិនស្លាប់ទេលុះកាប់ដាច់ជា 3-4 កំណាត់ទៅស្លាប់យូរទៅពោះថ្លាន់នោះជាសះស្បើយរស់ឡើងវិញហើយតាំងចិត្តលេងស៊ីមនុស្សនិងសត្វណាដែលគ្មានរោមគ្មានមមីការដែលពោះថ្លាន់លេងស៊ីមនុស្សនិងសត្វគ្មានរោមក៏ជាប់ទំនៀមពីត្រឹមនោះមករហូតដល់ឥឡូវនេះឯសត្វផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពោះថ្លាន់រហូតមកដល់សពថ្ងៃនេះក្បាលផ្សោតក៏ត្រងោដូចជារបៀបទទួលផ្ទិលសរីរៈអវយវៈរបស់ផ្សោតមិនខុសពីមនុស្សប្រមាណទេដូចជាដោះដូចជារបស់គេខ្មាស់និងសរីរៈអវយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់គ្មានតែដៃជើងប៉ុណ្ណោះរឿងដើមកំណើតសត្វផ្សោតចប់ដោយបរិបូរណ៍